សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសាកល្បងចិត្តខ្លួនឯងបន្តិចគឺសម្រាប់ចិត្តធ្វើសាច់ជ្រូកអូបឆៅតែម្ដងបាទអញ្ចឹងបងប្អូនចង់ដឹងសកម្មភាពខ្ញុំយ៉ាងណាតាមដានទាំងអស់គ្នាបងប្អូនគ្រាន់តែគិតភ្លាមខ្ញុំក៏សម្រេចចិត្តយកម៉ូតូចេញទៅរកទិញបន្លែនៅកន្លែងទូលក់អីវ៉ាន់ភ្លាតតែម្ដងហើយក៏ទៅដល់កន្លែងលក់បន្លែហ្នឹងខ្ញុំក៏ចាប់ផ្ដើមរើសបន្លែណាដែលមានសភាពនៅស្រស់ព្រោះបន្លែខ្លះគេទុកយូរទៅវាស្វិតអញ្ចឹងរកបន្លែដែលស្រស់ហើយមានខ្ទឹមសជាមួយនឹងផ្លែក្រូចផងដែរបន្ទាប់ខ្ញុំទិញបានហើយខ្ញុំក៏ចេញម៉ូតូមកវិញដើម្បីទៅរកបេះជីទុកផ្ទាប់ជាមួយនឹងសាច់ជ្រូកឆៅរបស់ខ្ញុំផងដែរហើយជីទាំងអស់ហ្នឹងដែលរកបេះតាមគៀនផ្ទះហ្នឹងទេព្រោះម៉ែគាត់ដាំបាទនេះជាណាបន្ទាប់ពីបេះរួចហើយខ្ញុំក៏យកជីទាំងអស់ហ្នឹងយកទៅលាងបាទជាមួយនឹងទឹកសក់អីហ្នឹងយកទៅលាងឲ្យបានស្អាតដោយលាងយកទឹករហូតបាទអត់ត្រាំទេលាងរហូតដើម្បីឲ្យវាជ្រះដីនៅពេលដែលខ្ញុំបានលាងហើយខ្ញុំក៏យកជីទាំងអស់ហ្នឹងទុកម្ដុំសិនចូលមកខ្ញុំក៏យកសាច់ជ្រូកហ្នឹងមកលាងឲ្យស្អាតផងដែរព្រោះសាច់ជ្រូកឆៅយើងត្រូវការលាងសម្អាតឲ្យបានស្អាតបន្ទាប់មកខ្ញុំក៏បានយកសាច់ជ្រូកដែលលាងរួចនេះយកទៅហាន់ជាបន្ទះស្ដើងសមល្មមបងប្អូនអាចហាន់ឲ្យស្ដើងជាងខ្ញុំក៏បានដែរបើសិនជាបងប្អូនមានសាច់ជ្រូកដូចខ្ញុំហាន់ឲ្យវាស្ដើងជាងខ្ញុំក៏បានដែរតែខ្ញុំហូបបែបរាងក្រាស់តិចដើម្បីឲ្យវារសជាតិដិតហូបស្ដើងពេកព្រោះអាចសាច់ជ្រូកនឹងវាផុយអញ្ចឹងវាទៅបែកសាច់បាទអញ្ចឹងខ្ញុំហាន់រាងក្រាស់បាទបន្ទាប់ពីខ្ញុំហាន់ដាក់ចានរួចហើយក៏ខ្ញុំរៀបចំហូបតែម្ដងតោះបងប្អូនទៅមើលសកម្មភាពដែលខ្ញុំហូបទាំងអស់គ្នាថារសជាតិវាយ៉ាងណាដែរចាំណាយកពេលតិចមកបងប្អូនសម្រាប់មុខម្ហូបមួយមុខនេះបើសិនជាយើងមិចជាមួយនឹងស្រាបាទបងប្អូនស្រាសក៏បានស្រាថ្នាំក៏បានប៊ីយាក៏បានបាទមានទឹកកកជាមកយើងហូបទៅពិតជាមានរសជាតិឆ្ងាញ់មែនតើគឺសម្រាប់តែអ្នកដែលចេះហូបទេដូចខ្ញុំចេះហូបគឺថាឆ្ងាញ់មែនតើបងប្អូនមុខម្ហូបមួយមុខនេះមើលតែខ្ញុំហូបទៅដឹងហើយជាតិមែនតើបងប្អូនជាតិឡើងហូបញាត់ញ័រតែម្ដងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនជួយ follow ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំធ្វើវីដេអូក្រោយទៀតសូមអរគុណ